ផ្ដើមខ្ញុំសូមជម្រាបសួរដល់លោកគ្រូអ្នកគ្រូក៏ដូចជាអ្នកទស្សនាវីដេអូនេះទាំងអស់គ្នាពួកខ្ញុំមកពីក្រុមទី6នៃថ្នាក់ទី11កដែលមានសមាជិកចំនួន6នាក់ដូចជាយើងឈុនលៀនជាប្រធានខាសុកលេងជាសមាជិករូបនាងខ្ញុំផ្ទាល់នៅធីតាជាសមាជិករ៉ុនមេងចង់ជាសមាជិកហនរ៉ាត់ជាសមាជិកនិងឈៀមកំហែងជាសមាជិកថ្ងៃនេះពួកខ្ញុំមកនិយាយពីបទបង្ហាញមួយដែលដឹកនាំដោយលោកគ្រូជុំប៊ុនថាប្រធានបទគឺជីវប្រវត្តិរបស់លោកអុកញ៉ាសឿនគុយហើយក្រុមរបស់ខ្ញុំបានចែកជា8មាតិកាគឺមាតិកាទី1សេចក្តីផ្ដើមមាតិកាទី2កុមារភាពនិងទូនាទីជាចៅខេត្តមាតិកាទី3ការឈានពានរបស់អាណាមាតិកាទី4ចលនាតស៊ូរបស់លោកអុកញ៉ាសឿនគុយមាតិកាទី5ក៏ចរចាជាមួយអាណាមាតិកាទី6ការជួបស្នេហ៍សំណាជាលើកចុងក្រោយមាតិកាទី7ឯកសារយោងនិងមាតិកាទី8សេចក្តីបញ្ចប់នៅសម័យឧត្តមឆ្នាំ1620ដល់1863ក្នុងរាជសព្ទអង្គម៉ៃ1831ដល់1840ដែលស្ដេចអង្គច័ន្ទពុំមានមកត្រាឡើងក្រុងរាជបន្តទៅព្រះចៅមិញម៉ាងជាឧត្តមសេនីយ៍និងជាបុត្ររបស់ស្ដេចអាណាមឈ្មោះយ៉ាងឡងបានតែងតាំងស្ត្រីអង្គម៉ៃឲ្យឡើងក្រុងរាជព្រោះគាត់ថានៅពេលដែលស្ត្រីអង្គម៉ៃឡើងក្រុងរាជស្ត្រីអង្គម៉ៃនឹងខ្លាចទៅជាអាយ៉ងរបស់ខ្លួនហើយនៅក្នុងរាជការនេះអាណាមបានបដូរឈ្មោះប្រទេសកម្ពុជាទៅជាត្រាំងទីខ្ញាញ់ក៏ដូចជាបែងចែកខេត្តក្នុងក្រុងជាតំបន់រដ្ឋបាលបដូរទៅជាឈ្មោះយួនទាំងអស់ដូចជាក្រុងឧដុង្គយួនហៅបាក់កូនណាមភ្នំពេញយួនហៅណាមវាងជាដើមនៅតាមវត្តអារាមខ្លះត្រូវបានយួនចូលទៅរុករើកត់ព្រះវិហារក៏ដូចជាបំផ្លាញព្រះពុទ្ធរូបដែលមកឃើញពីទង្វើអាណាមដូច្នេះហើយទើបមន្ត្រីប្រជារាស្ត្រខ្មែរងើបឡើងប្រឆាំងបះបោរនឹងអាណាមហើយនៅក្នុងនោះក៏មានព្រះវីរបុរសខ្មែរយើងមួយរូបដែលបានពលិជីវិតដើម្បីការពារបូរណភាពទឹកដីដែរនោះគឺអុកញ៉ាសឿនគុយតើអ្នកទាំងអស់គ្នាស្គាល់អុកញ៉ាសឿនគុយដែរឬទេលោកអុកញ៉ាសឿនគុយគឺជាអតីតចៅខេត្តនៅប្រទេសប៉ាំងបច្ចុប្បន្ននៅកម្ពុជាក្រោមលោកគឺជាព្រះរមមួយរូបដែលសុខចិត្តឲ្យអាណាមកាត់ក្បាលដើម្បីជាថ្នូរនៃការថែរក្សាទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាជាថេរវាទឲ្យបានគង់វង្សនៅលើទឹកដីកម្ពុជាក្រោមលោកអញ្ញាសឿនគុយគឺប្រសូតនៅឆ្នាំ1783លោកអញ្ញាសឿនគុយគឺមានទីកំណើតនៅភូមិគោកបញ្ចាស្រុកត្រពាំងល្បាតខេត្តព្រះត្រពាំងកាលនៅកុមារភាពលោកបានតាមភ្នោះជាសាមណេរដើម្បីសិក្សាអក្សរសាស្ត្រនិងធម៌វិន័យតាមបែបគន្លងព្រះពុទ្ធសាសនាហើយពីលាចាសិក្ខារបទនៅអាយុ20លោកបានចូលបម្រើកងទ័ពដោយភាពស្មោះត្រង់និងសមត្ថភាពខ្លាំងរបស់លោកគេបានតែងតាំងជាចៅខេត្តព្រះត្រពាំងក្នុងឆ្នាំ1841ដោយមានបញ្ជាពីស្ដេចអាណាមឲ្យរំលើកជាសាសខ្មែរឲ្យជាជនជាតិអាណាមក៏ដូចជាការធ្វើទុកបុកម្នេញដល់ប្រជាជនខ្មែររស់នៅលើទឹកដីកម្ពុជាក្រោមដោយសារតែការអត់ធ្លាប់ពីបានការឈ្លានពានព្រមទាំងការធ្វើទុកបុកម្នេញដល់ប្រជាជនខ្មែរក៏លោកដែលរស់នៅលើទឹកដីកម្ពុជាក្រោមបានសោកពោសុខមកបានប្រឆាំងនៅទីកន្លែងទូទាំងដែនដីក្នុងកម្ពុជាក្រោមហើយតែស្ដេចសូមកាត់ត្រពាំងតាមការដឹកនាំរបស់លោកអញ្ញាសឿនគុយដោយមានការចូលរួមពីប្រជាជនខ្មែរជាច្រើនអ្នកបានសោកមកបានសូស៊ូជាមួយតបអាណាយ៉ាងខ្លាំងក្លាក៏ដូចជាការធ្វើទុកបុកម្នេញដល់ប្រជាជនខ្មែរគ្រប់រូបប៉ុន្តែដោយសារតែភាំងក៏ជាមួយពីស្ដេចខ្មែរទៅបណ្ណាឲ្យចលនារបស់លោកអញ្ញាសឿនគុយបានខំខូចទៅវិញបន្ទាប់មកលោកបានប្រើប្រាស់នយោបាយការទូតដើម្បីចរចាជាមួយមេតបអាណាមជាស្នូលនៃការរក្សាជាតិនិងសាសនាសម្រាប់ប្រជាជនខ្មែរគោរពប្រតិបត្តិតាមនៅមុនពេលដែលលោកស្លាប់ប្រជាជននិងព្រះសង្ឃបានរៀបចំម្ហូបអាហារមួយតុដែលក្រាស់ដោយសម្ពុតពណ៌ប្រាក់ហើយអញ្ជើញលោកទទួលទាននៅជីវិតចុងក្រោយនៅពេលដែលទទួលទានរួចលោកអុកញ៉ាបានធ្វើការសំណេះសំណាលជាមួយប្រជាជនខ្មែរនិងព្រះសង្ឃដោយទឹកមុខញញឹមស្រស់ស្រាយហើយនៅទីបំផុតលោកក៏ត្រូវបានបាត់បង់ជីវិតដោយត្រូវបានអាណាមកាត់ក្បាលបើតាមឯកសារយោងដែលខ្ញុំបានសិក្សាស្រាវជ្រាវគេបាននិយាយថានៅក្នុងឆ្នាំ1841មុនពេលដែលលោកអុកញ៉ាត្រូវបានបាត់បង់ជីវិតលោកបានដាំឈើទាលបញ្ច្រាស់ចុងមួយដើមនៅខេត្តព្រះត្រពាំងឬខេត្តត្រាវវិញដោយលោកបានសង្ឃថាបើជាសាសខ្មែរនៅគង់វង្សសូមឲ្យដើមឈើទាលនេះដុះលូតលាស់ឡើងកាប់ដើមឈើទាលដើមត្រឹមគល់ដើមអត់ថ្នល់ព្រេងវាសនាដាំរឹសឡើងលើបួងសួងថាបើជាកាមេរ៉ាឬគង់នៅសូមឲ្យឈើទាលដុះលូតលាស់បៃតងស្រស់ៗគង់ពោះទៅឈើទាលតំណាងពូជពងផៅរក្សាឲ្យនៅជាតិសាសនាហើយ
ហើយលោកបាននិយាយថាក្នុងមុនជីវិតខ្ញុំនេះខ្ញុំសុខចិត្តដាក់បងជីវិតដើម្បីការពារជាតិមាតុភូមិក៏មិនរស់នៅក្រោមការជិះជាន់របស់គេឡើយសូមព្រះសង្ឃនិងបងប្អូនខ្មែរទាំងអស់រួបរวมថែរក្សាវប្បធម៌ជំនឿទម្លាប់សាសនាឲ្យបានគង់វង្សនិងមានស្មារតីរួបរวมសាមគ្គីគ្នាកុំចោះចាញ់នឹងសត្រូវហើយខ្ញុំជឿជាក់ថានៅពេលដែលខ្ញុំស្លាប់ទៅនឹងមានបងប្អូនខ្មែរជំនាន់ក្រោយហ៊ានលះបង់ជីវិតដើម្បីការពារជាតិមាតុភូមិនិងសាសនាជាចុងក្រោយលោកអុកញ៉ាសឹងគុយបានស្លាប់នៅក្នុងឆ្នាំ1841នៅក្នុងអាយុ58ឆ្នាំលោកគឺជាមេរៀននៃសេចក្តីក្លាហាននិងលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីប្រយោជន៍រួមសម្រាប់កូនខ្មែរគ្រប់ជំនាន់ហើយលោកបានប្រែផ្ដាំដល់កូនខ្មែរទាំងអស់ឲ្យចូលរួមសាមគ្គីគ្នានិងរក្សាសម្បត្តិវប្បធម៌កុំឲ្យបាត់បង់បច្ចុប្បន្នរូបស្មារតីរបស់លោកត្រូវបានកសាងឡើងយ៉ាងស្កឹមស្កៃនៅវត្តសារវ័នអូសៀនហើយវត្តបោក្នុងខេត្តប្រតាពាំងដើម្បីឲ្យកូនខ្មែរចងចាំបន្ទាប់ពីស្ដាប់ពីជីវប្រវត្តិរបស់លោកអញ្ញាសង្គយហើយខ្ញុំសង្ឃឹមថាកូនខ្មែរទាំងអស់គ្នានឹងមានស្មារតីស្នេហាជាតិគោរពនៅដួងប្រឡងបុព្វបុរសខ្មែរក៏ដូចជារូបលោកដែលហ៊ានលះបង់ជីវិតដើម្បីការពារជាតិមាតុភូមិនេះ